គីឡូពងស្រកសុកស្រាប់តែកៀងគីឡូពេលយើងកៀងគីឡូតើគួរធ្វើម៉េចបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកជាមួយបងប្អូនអរគ្នាទាក់ទងនឹងការកៀងគីឡូមិនមែនជួបតែបងប្អូនអរគ្នាទេខ្ញុំក៏ធ្លាប់ជួបហើយអ្នកសម្រកគីឡូផ្សេងទៀតក៏ធ្លាប់ជួបដូចគ្នាអញ្ចឹងនៅពេលដែលបងប្អូនអរគ្នាកៀងគីឡូកុំបារម្ភរាងកាយរបស់យើងដល់ពេលមួយគឺវាមានការប្រែប្រួលមានន័យថាវារៀបចំឡើងវិញអ្នកខ្លះគាត់ស្រកគីឡូជិតដល់គោលដៅហើយកៀងគីឡូអ្នកខ្លះគាត់ស្រកគីឡូបានខ្លះហើយកៀងគីឡូតែអ្នកខ្លះទៀតគាត់កៀងគីឡូតាំងពីដំបូងទៅអ្នកខ្លះគាត់អត់កៀងគីឡូទេគឺការស្រកគីឡូរបស់គាត់តាំងពីចាប់ផ្ដើមរហូតដល់គោលដៅតែម្ដងតែអ្នកខ្លះទៀតកៀងគីឡូម្ដងឬក៏ពីរដងអញ្ចឹងរាងកាយយើងផ្សេងគ្នាការស្រកគីឡូអត់ដូចគ្នាទេនៅពេលដែលយើងកៀងគីឡូតើគួរធ្វើម៉េចបងប្អូនអរគ្នាត្រូវចងចាំនៅពេលដែលបងប្អូនអរគ្នាកៀងគីឡូរឿងដែលត្រូវធ្វើគឺកុំឈប់បន្តអនុវត្តផែនការសម្រកគីឡូបន្តទៅទៀតអញ្ចឹងចំណុចសំខាន់ដែលយើងត្រូវឆែកមើលទី1យើងត្រូវឆែកមើលរសជាតិនៅក្នុងអាហារដែលយើងញ៉ាំគឺរសជាតិអាហារដែលយើងញ៉ាំរាល់ថ្ងៃហ្នឹងបងប្អូនអរគ្នាកុំជ្រលក់ទឹកត្រីទឹកស៊ីអ៊ីវអីមានន័យថាញ៉ាំសាបទៅហើយការផ្សំគ្រឿងនៅក្នុងអាហាររបស់យើងត្រូវតែញ៉ាំសាបទី2បងប្អូនអរគ្នាឆែកមើលការគេងតើបងប្អូនអរគ្នាគេងបានគ្រប់គ្រាន់អត់គេងគ្រប់គ្រាន់គឺមានន័យថាគេងស្កប់7ទៅ8ម៉ោងតើតើនឹងការគេងនេះគឺសំខាន់ណាបងប្អូនក្នុងការសម្រកគីឡូបើយើងគេងអត់បានគ្រប់គ្រាន់ទេការស្រកគីឡូរបស់យើងអត់ទៅមុខទេទី3ពិនិត្យមើលការញ៉ាំទឹកតើបងប្អូនអរគ្នាញ៉ាំទឹកគ្រប់អត់ញ៉ាំទឹកគ្រប់គឺមានន័យថាញ៉ាំទឹកទៅតាមគីឡូរបស់យើងជួនកាលអ្នកខ្លះគាត់ញ៉ាំគ្រប់ទៅតាមគីឡូរបស់គាត់មែនប៉ុន្តែគាត់ញ៉ាំបខំពីព្រឹកអត់សូវញ៉ាំទឹកអីស្រាប់ដល់ពេលល្ងាចឡើងគាត់នឹកឃើញថាអូអត់ទាន់គ្រប់ផងគាត់អកយកអញ្ចឹងណាអាហ្នឹងក៏អត់គ្រប់ដែរកាលណាយើងញ៉ាំបខំយើងនោមអស់ហើយយើងអត់មានជាតិទឹកអីនៅក្នុងខ្លួនទេដើម្បីញ៉ាំទឹកឲ្យបានគ្រប់គ្រាន់បងប្អូនអរគ្នាចាប់ផ្ដើមតាំងពីព្រលឹមមកហើយញ៉ាំជាជំរាលភ្នំមានតែព្រឹកឡើងយើងញ៉ាំឲ្យបានច្រើនទៅដល់ពេលល្ងាចទៅតិចវិញជៀសវាងការញ៉ាំច្រើនទៅយើងក្រោកនោមយប់ទី4បាយថ្ងៃត្រង់ផងបងប្អូនអរគ្នាមើលផងបងប្អូនអរគ្នាញ៉ាំម្ហូបបែបណាបើសិនជាបងប្អូនអរគ្នាអាសាញ៉ាំក្រៀមក្រោះអាហ្នឹងក៏ពិបាកស្រកគីឡូដែរពីព្រោះនៅពេលណាដែលយើងញ៉ាំក្រៀមក្រោះគឺមានន័យថាយើងញ៉ាំច្រើនទី5បងប្អូនអរគ្នាគួរបន្ថែមការហាត់ប្រាណបើបងប្អូនជ្រើសរើសការហាត់ប្រាណដើម្បីសម្រកគីឡូបងប្អូនអរគ្នាគួរបន្ថែមក្បាច់ក្នុងការហាត់ប្រាណបន្ថែមទៀតទី6បញ្ហា stress បងប្អូនបញ្ហា stress វាជាឧបសគ្គនៅក្នុងការស្រកគីឡូយើងគួរតែរកវិធីដើម្បីដោះស្រាយបញ្ហា stress ហ្នឹងបញ្ហា stress គឺមានគ្រប់គ្នាពីព្រោះតាក់ទងនឹងការងារប្រចាំថ្ងៃតាក់ទងនឹងការរស់នៅហើយតាក់ទងនឹងរឿងរ៉ាវនៃជីវិតរបស់យើងអញ្ចឹងមានគ្រប់គ្នាគ្រាន់តែយើងចេះដោះស្រាយវាទៅទី1យើងកុំគិតច្រើនពេកទី2យើងគួររកតែបៃតងញ៉ាំទី3ធ្វើលំហាត់ប្រាណតាក់ទងនឹងការធ្វើលំហាត់ប្រាណនេះគឺជួយកាត់បន្ថយ stress បានល្អទី7ដើម្បីដោះស្រាយបញ្ហាកៀងគីឡូបងប្អូនអរគ្នា check មើលកាហ្វេរបស់បងប្អូនអរគ្នាបើបងប្អូនអរគ្នាស្ថិតនៅក្នុងកម្មវិធីសម្រកគីឡូបងប្អូនអរគ្នាគួរញ៉ាំកាហ្វេកុំដាក់ស្ករទោះបីតិចច្រើនកុំដាក់ទី8តាក់ទងនឹងសុខភាពប្រព័ន្ធរំលាយអាហារសុខភាពប្រព័ន្ធរំលាយអាហារគឺសំខាន់មែនទែនសម្រាប់អ្នកសម្រកគីឡូយើងត្រូវថែទាំសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងឲ្យមានសុខភាពល្អពេលដែលបងប្អូនអរគ្នាកំពុងតែស្ថិតនៅក្នុងផែនការសម្រកគីឡូបងប្អូនអរគ្នាគួរញ៉ាំអាហារដែលសម្បូរទៅដោយជាតិ fiber ឲ្យបានច្រើន fiber វាជួយដល់សុខភាពប្រព័ន្ធរំលាយអាហារអញ្ចឹងប្រព័ន្ធរំលាយអាហាររបស់យើងកាលណាមានសុខភាពល្អទៅការរំលាយអាហាររបស់យើងបានល្អហើយការស្រកគីឡូរបស់យើងបន្តដំណើរទៅមុខទៀតដែរអញ្ចឹងបងប្អូនអរគ្នាអាចឆែកមើល8ចំណុចហ្នឹងទៅបើសិនជាបងប្អូនអរគ្នាបានធ្វើបានល្អហើយទាំង8ចំណុចនេះបងប្អូនអរគ្នាកុំបារម្ភថាខ្លាចអត់ស្រកគីឡូបន្តិចទៀតស្រកហើយអញ្ចឹងព្យាយាមអនុវត្តផែនការសម្រកគីឡូបន្តទៅមុខទៀតជូនពរបងប្អូនអរគ្នាស្រកគីឡូដល់គោលដៅឆាប់ជួបគ្នានៅក្នុងវីដេអូក្រោយទៀតអរគុណ